dương đang hai tha chùm rơi tật sầm mót cứ việc chơi na tai vi mình chơi đồ chùm rơi chật rồi bỏ mà nút lột dương nút tề hỏi chia pi cứ chùm rơi chật rồi bỏ nẹt lụa mà tàu tai mà đón nẹt đại uất thả luôn ai đinh thay toàn nơi bờ tây Japan này hỏi dọc từ lụa luôn ai toàn tạo vì miền này chơi đôi xa phèn đầy đại được thế chân to chỗ từ trong video này chỉ môi nhom tẹng nè bạn bạn đọc con bong phone tẹng nè mà tôiថ្ងៃនេះគឺ CRS 250 Rally ហើយគឺជាប្រភេទ LD ថែមទៀត LD នោះគឺបានន័យថា low down គឺសម្រាប់បងប្អូនដែលមិនសូវខ្ពស់ 1m65 អីក៏យើងអាចប្រឹងជិះបានផងដែរដោយបងប្អូនដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះហាងលក់ម៉ូតូជាច្រើនមិនមែនជាច្រើនទេបងប្អូនគឺមានខ្លះតែប៉ុណ្ណោះហើយខ្លះទៀតគឺគេដកចេញហើយគឺអាចដេញថ្លៃម៉ូតូផ្ទាល់ពីជប៉ុននេះយកទៅលក់ខ្លួនឯងផ្ទាល់នៅស្រុកខ្មែរអញ្ចឹងបងប្អូនគិតថាគ្រាន់តែឃើញមួយផ្លែតអញ្ចឹងគិតថាជឿទុកចិត្តពួកគាត់ហើយមែនទេហើយឃ្លាំងទាំងអស់នោះសុទ្ធតែបើកសេវាកម្មដេញថ្លៃផ្ទាល់ឲ្យបងប្អូនថែមទៀតតើវាផ្ទាល់ឬក៏មិនផ្ទាល់អញ្ចឹងទុកឲ្យខ្ញុំបកស្រាយជូនបងប្អូនស្ដាប់ចាប់តាំងពីនីតិវិធីចូលទៅក្នុងការដេញថ្លៃរហូតដល់អ្នកដែលអាចដេញថ្លៃបាននៅប្រទេសជប៉ុននេះការដេញថ្លៃម៉ូតូបាននៅប្រទេសជប៉ុននេះគឺមិនមែនគ្រាន់តែយើងមានហាងនៅស្រុកខ្មែរហើយតាក់ទងក្រុមហ៊ុនដេញថ្លៃនៅប្រទេសជប៉ុនហើយគេឲ្យយើងដេញថ្លៃនោះទេវាមិនមែនស្រួលបែបនេះទេបងប្អូនបើសិនជាធ្វើអញ្ចឹងបានបងប្អូនដែលជាអ្នកជិះម៉ូតូផ្ទាល់ក៏អាចទៅលួចថតហាងគេហើយកុហកជនជាតិជប៉ុនថាខ្លួនឯងបើកហាងហើយសុំគេចូលដេញថ្លៃដូចគេដូចឯងបានជប៉ុនគឺគេមិនរកស៊ីបែបនេះទេហើយសូម្បីតែអ្នកមានហាងលក់ម៉ូតូផ្ទាល់ក៏គេមិនឲ្យដេញថ្លៃដែរលក្ខខណ្ឌដែលអាចចូលដេញថ្លៃបាននោះគឺផ្ទាល់តែអ្នកទាំងអស់នោះគឺរស់នៅក្នុងប្រទេសជប៉ុននោះគឺលក្ខខណ្ឌទី1ហើយលក្ខខណ្ឌទី2នោះគឺមានក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនៅប្រទេសជប៉ុននេះថែមម្តងទៀតហើយទី3នោះគឺមានប្រាក់ដំកល់នោះគឺបានន័យថាបើសិនជាយើងជ្រុលដេញថ្លៃហើយទិញបានម៉ូតូតែគ្មានប្រាក់ដេញឲ្យគេនឹងស៊ីដាច់លុយកក់នោះហើយចំណុចទី4នោះគឺអ្នកធានាបើសិនជាយើងដេញថ្លៃនៅប្រទេសជប៉ុនបានម៉ូតូថ្លៃតែគ្មានលុយបង់ឲ្យគេបើសិនជាគេរត់អស់យកទ្រព្យសម្បត្តិយើងនៅប្រទេសជប៉ុនគឺមិនគ្រប់ទេដូច្នេះគេទាមទារឲ្យយើងមានអ្នកធានាមកបន្ថែមទៀតគឺគេនឹងប្តឹងយើងហើយនឹងអ្នកធានាយើងឲ្យបាសដៃបាសជើងតែម្ដងហើយនឹងនៅមានលក្ខខណ្ឌមួយចំនួនថែមទៀតដោយខ្ជិលនិយាយនៅក្នុងវីដេអូនេះរាប់ចាប់តាំងពីត្រូវមានទីតាំងពិតប្រាកដកន្លែងធំបើទិញម៉ូតូច្រើនគ្រឿងគ្មានកន្លែងទុកម៉ូតូក៏គេមិនឲ្យយើងចូលដែរអញ្ចឹងសួរទៀតថាហេតុអ្វីបានជាអ្នកនៅស្រុកខ្មែរអួតថាខ្លួនឯងអាចដេញថ្លៃផ្ទាល់បើទោះបីជា5លក្ខខណ្ឌខាងលើនេះសូម្បីតែលក្ខខណ្ឌណាមួយក៏មិនអាចគោរពបានផងហ្នឹងនៅជប៉ុនក៏មិននៅជប៉ុនមានក្រុមហ៊ុនក៏អត់មានគឺអត់មានស្អីទាំងអស់ហេតុអ្វីបានជាអាចដេញថ្លៃបានចម្លើយនោះគឺស្រួលទេបងប្អូនគឺអ្នកដែលអាចដេញថ្លៃនៅប្រទេសជប៉ុនផ្ទាល់ដូចយើងខ្ញុំនេះគឺទៅស្រុកខ្មែរទៅឲ្យលេខកូដសម្ងាត់ទៅដល់ឃ្លាំងម៉ូតូទាំងអស់ឲ្យពួកគាត់អាចដេញថ្លៃតាមរយៈអ្នកដែលមានក្រុមហ៊ុននៅប្រទេសជប៉ុននេះបានហើយអញ្ចឹងបងប្អូនដែលដេញថ្លៃតាមរយៈអ្នកនៅស្រុកខ្មែរគិតថាដេញថ្លៃផ្ទាល់ហើយមែនទេគឺវាលែងផ្ទាល់ហើយបងប្អូនទិញម៉ូតូមួយគ្រឿងត្រូវតែឲ្យលុយកុងមួយចុងទៅម្ចាស់ឃ្លាំងម៉ូតូនៅស្រុកខ្មែរមួយតង់ហើយនឹងបូកថ្លៃសេវាកម្មម្ចាស់គេផ្ទាល់នៅជប៉ុនមួយតង់ទៀតម្ចាស់នៅជប៉ុនខ្ញុំគិតថាប្រហែលជា250ទៅ300ឃ្លាំងនៅស្រុកខ្មែរប្រហែលជាយកប៉ុណ្្នឹងដែរបូកចុះបូកឡើងទៅគឺចិត្ត1000ទៅហើយអញ្ចឹងហើយតើផ្ទាល់ទៀតទេបងប្អូនតម្លៃចិត្ត1000នោះបើសិនជាបងប្អូនទិញម៉ូតូធំតម្លៃ$2-30000ក៏ប្រហែលជាមិនអីទេតែបើសិនជាគ្រាន់តែទិញម៉ូតូ PCX ឬក៏ CRF ខ្ញុំគិតថាទប់មិនរួចទេបាទហើយម៉ូតូថ្លៃតម្លៃ2-30000ក៏គេមិនយកថ្លៃសេវាកម្មទាំងមួយទាំងពីរនឹង1000ជាងដែរគឺនឹងឡើងទៅតាមនឹងដូចតែគ្នានោះទេបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំហមាត់ស្ដាប់ខ្ញុំនិយាយរឿងដេញថ្លៃហើយរឿងទាំងអស់នេះក៏ខ្ញុំគិតថាឃ្លាំងម៉ូតូដែលកំពុងតែខ្ចីលេខគេដេញនោះក៏ពួកគាត់មិនដឹងដែរសង្ឃឹមថាវាគឺជាចំណេះដឹងទៅអ្នកទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត